Today, the United States launched a trade war against Canada. រឿងរ៉ាវកាន់តែធ្ងន់មែនទែនហើយថ្ងៃនេះលោកនាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាបានចេញសារវីដេអូមួយបញ្ជាក់ប្រាប់ថាប្រធានាធិបតី Donald Trump ប្រកាសសង្គ្រាមជាមួយនឹងប្រទេសកាណាដាបញ្ជាក់មិនមែនសង្គ្រាមវេប្រហារគ្នានោះទេគឺសង្គ្រាមសេដ្ឋកិច្ចដោយសារលោក Donald Trump បានដាក់កំណត់យកពន្ធ 25% ទៅលើទំនិញដែលនាំចូលមកពីប្រទេសកាណាដាជាមួយគ្នានឹងផងដែរមិនត្រឹមតែប្រទេសកាណាដានោះទេលោក Donald Trump ក៏បានដាក់កំណត់ពន្ធ 25% ទៅលើប្រទេសមេxico ក៏ដូចជាប្រទេសចិនផងដែរអញ្ចឹងទំនិញភាគច្រើននៅក្នុងប្រទេសអាមេរិកសប្តាហ៍ថ្ងៃគឺនាំមកពីប្រទេសមេxico ប្រទេសកាណាដានិងប្រទេសចិនអញ្ចឹងប្រសិនបើលោក Donald Trump កំណត់យកពន្ធ 25% ទៅលើទំនិញទាំងអស់នោះបងប្អូនសម័យមើលថាតើនឹងមានបញ្ហាអ្វីកើតឡើងទៅលើតម្លៃទំនិញនៅលើទីផ្សារក្នុងប្រទេសអាមេរិកបើណាកាលណាពន្ធកាន់តែឡើងថ្លៃតម្លៃទំនិញក៏នឹងកាន់តែឡើងថ្លៃផងដែរចា៎បើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Justin Trudeau ដែលជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាគាត់បានប្រាប់ថាលោក Donald Trump មានការមិនសប្បាយចិត្តដែលគ្រឿងញៀនជាច្រើនឆ្លងកាត់ពីប្រទេសកាណាដាចូលមកប្រទេសអាមេរិកចា៎លោក Donald Trump យកលេសនេះដាក់កំណត់ពន្ធ 25% ពីប្រទេសកាណាដាក៏ដូចគ្នានឹងប្រទេសមេxico ហើយនិងប្រទេសចិនតែបើតាមការពិតលោកTrudeau ដែលជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាគាត់ប្រាប់ថាគ្រឿងញៀនដែលនាំចូលមកក្នុងប្រទេសអាមេរិកតាមច្រកព្រំដែនប្រទេសកាណាដាគឺមានតិចតួចបំផុតបើប្រៀបធៀបទៅនឹងគ្រឿងញៀនដែលចូលពីប្រទេសមេxico ចូលមកក្នុងប្រទេសអាមេរិកកម្រិតគឺទៅប្រហែលជាមិនដល់ 1% ផងបើប្រៀបធៀបទៅនឹងប្រទេសមេxico ប៉ុន្តែដើម្បីទប់ស្កាត់ដើម្បីទប់ស្កាត់នៅការនាំចូលគ្រឿងញៀនទាំងអស់នេះប្រទេសកាណាដាក៏បានសហការក៏ដូចជាបានឯកភាពជាមួយនឹងលោក Donald Trump ក្នុងការរឹតបន្តឹងច្រកព្រំដែនដើម្បីទប់ស្កាត់កុំឲ្យមានគ្រឿងញៀនចូលមកក្នុងប្រទេសអាមេរិកទៀតគាត់បានប្រាប់ថាគេបានចាត់គម្រោងផែនការចំណាយទឹកប្រាក់រហូតដល់ 1.3 trillion ដុល្លារដើម្បីទប់ស្កាត់បញ្ហានេះប៉ុន្តែទោះបីជាយ៉ាងនេះក្តីលោក Donald Trump នៅតែមិនសប្បាយចិត្តហើយលោកដាក់កំណត់យកពន្ធ 25% ទៅលើទំនិញដែលនាំចូលមកពីប្រទេសកាណាដាដែលជាមូលហេតុធ្វើឲ្យប្រជាជនកាណាដាក៏ដូចជាលោកប្រធានាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាមានការមិនសប្បាយចិត្តហើយក៏បានបញ្ចេញសារមួយទាំងក្រោតគ្រាតមកកាន់លោក Donald Trump ចាស់តាក់ទងទៅនឹងការយកពន្ធមួយនេះមិនត្រឹមតែប្រជាជនកាណាដាដែលមានការព្រួយបារម្ភនោះទេចាប្រជាជនអាមេរិកខ្លួនឯងក៏ពិតជាមានការព្រួយបារម្ភជាខ្លាំងដោយសារតែប្រសិនបើទំនិញឡើងថ្លៃចាពន្ធឡើងថ្លៃទំនិញឡើងថ្លៃអញ្ចឹងគឺក៏វាអាចធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសអាមេរិកជាពិសេសគឺប៉ះពាល់ទៅដល់ប្រជាជនអាមេរិកដែលមានជីវភាពក្រីក្រដូចជានាងខ្ញុំជាដើមដូច្នេះហើយបញ្ហាមួយនេះគឺជាបញ្ហាដែលនាងខ្ញុំកំពុងតែមានការបារម្ភជាទីបំផុត